ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកសិក្សាភាសាខ្មែរថ្នាក់ទី2កូនអត់តែពុកម៉ែសាពុកកាស្ដាប់គ្រូរៀនទី76ក្មេងសុចរិតអំណានថ្ងៃអាទិត្យមុនសំណាងបានទៅផ្សារជាមួយម្ដាយសំណាងបានសុំម្ដាយទិញផ្លែមានកន្លះគីឡូក្រាមនិងចែកអំបូងមួយស្និតអ្នកលក់ប្រាប់ថាមាន1គីឡូក្រាមថ្លៃ 7,000 រៀលឯចែកមួយស្និតថ្លៃ 2,000 រៀលម្ដាយសំណាងហុចក្រដាស់ប្រាក់ 10,000 រៀលទៅអ្នកលក់គាត់ក៏អាប់លុយ 5,500 រៀលមកវិញសំណាងប្រាប់អ្នកលក់អ៊ំស្រីអាប់លុយលើស 1,000 រៀលហើយអ្នកលក់សើចហើយនិយាយអូអ៊ំច្រឡំអរគុណហើយក្មួយជាក្មេងទៀងត្រង់ណាស់ម្ដាយសំណាងសប្បាយចិត្តណាស់ដោយមានកូនឆ្លាតនិងចេះធ្វើអំពើល្អយ៉ាងនេះអរគុណជម្រាបលាបងប្អូនទាំងអស់គ្នាជួយចុច like និង subscribe អ្នកមួយផងដើម្បីនាងខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតបាយបាយ